Bộ phụ ạ mà nô cái đây bộ phụ dạ bộ phụ cần thục bộ phụ mì bộ phụ nà để phở bạp dương nó tay tay một bà lại ở dương khai được không ở rộng nó bắt hiền màu đòi an ở hiệp này bộ phụ nâng còn để dương po nẹ mô bột thẹt sạ nâng nè ai oi phụ mì nâng rụt chặt chài phụ ạ mà nô phụ cần thục ấy mình hiên một biệt biên dương thì ở lấy từ xoay vô ở lục bỏ để sạch hết ấy còn là po bị phần năng sắc miên nó rất ẩm ná vừa oi của phụ mía từng lai của phụ ạ mà nô của phụ dạ của phụ cần thục của phụ mau pri bị sai y từng lai đúng không ạ chanh nữa rất ẩm ná còn là po phần năng mấy cát mấy đó ở lấy thoa lược trên để tiền nè vậy ông pi put theo bộ vót làm bay đầm nó to tới ở on lúc xoay vô bàn là nghề nơi pe đây bộ put ở on chết nâng bàn trà đắng bộ po mía sè nà tầng lái miền mía miền bộ dạ bộ ạ mà nô bộ cần thâu bộ sạt ấy sen để cai xã hai tầng lái bằng đất non kia đất non kia nó mọc đầm bay cùng áo bộ put ở bàn trà đắng chi bộ put cùng áo bộ put ở bàn sầm rách nữ thỏ một biên một tiên bộ put ở nữ về liền đâu tai cầm lông pe nóng bộ put tê và đa tầng lái con nơi cả bài bộ put ở đây trăm cà phê đòi ẩm nát mía nó còn tại khơi mía mọc lên bộ put tê và đa tầng lái đây nơi cả bài bộ ong rút kích ở liền rút mắt tầm mong tại sao ấy tại sao tại khai nữ rất là bỏng mía hai mía nó rất khăng khay mía thì riêng nó miên rất ở chán á trong hai phim hai tập chủng nôn hai thiết ở ca hai ở với ban và tập ở nâng này dẫn đầm bồn lớn mía từng lái bên trên là tập phim chỉ phim mà được phim máu lẹ chỉ phim check pin play chấm lại ít tay khang của bột ỏng tôi bây giờ phim nâng phim để sọ màu sứt tại phim nó lẹ một trâu của bột ỏng cả đó tai phim nút mình men chỉ phim để bài chia prai từ chia cài từ bình chẳng crop phim để lẹ một phim trong phần màn nó oi trái một đo pa bột ỏng cứ prai máu từ chia cà sọt sàn miền khăn cỏ ô hạ bầy đôi chí bộ phụ mía hạ bầy đôi chí bộ phụ mía pro prum ọp ọ xà tố bộ phụ óngក្នុងការត្រាស់ដឹងនៅពធទៅវិញត្រង់ចំណុចនេះអាត្មាបើកវងកញ្ចក់បិទវងកញ្ចក់បើកវងកញ្ចក់បន្តិចដើម្បីបញ្យល់ញោមញាតិពុទ្ធបរិស័ទភ្លើងដែលកើតឡើងអំពីភ្លៀងដោយអំណាចមាជាអ្នកបញ្ចុះមកភ្លើងហ្នឹងនៅពេលដែលជប់ជាមួយព្រះពុទ្ធអង្គប៉ះព្រះពុទ្ធអង្គក៏ប្រែមកជាផ្កាយ៉ាងណាមិញបុគ្គលនៅក្នុងលោកយើងមិនថានៅក្នុងសម័យព្រះពុទ្ធក្នុងសម័យព្រះពុទ្ធអង្គការដែលមាននៅបច្ចុប្បន្ននៅឡើយឬក៏រហូតនៅក្នុងសម័យនេះបើសិនជាបុគ្គលហ្នឹងកាលពីមុនឡើយកាលពីដើមឡើយជាមនុស្សអាក្រក់ជាមនុស្សខូខើជាមនុស្សកាប់សម្លាប់ជាមនុស្សដែលខឹងក្រោធច្រើនខឹងគេសម្លាប់គេតេះដៀលគេសពគ្រប់បែបយ៉ាងណាក៏ដោយប្រៀបបានដូចជាភ្លើងអញ្ចឹងណាប្រៀបបានដូចជាភ្លើងកាលណាដែលបានមកសេពគប់ជាមួយនឹងព្រះពុទ្ធអង្គគឺការដែលមកជួបជាមួយព្រះពុទ្ធអង្គបុគ្គលនោះនឹងប្រែคล้ายជាភ្លើងទៅជាផ្កាវិញបុគ្គលនោះប្រែคล้ายជាមនុស្សខូខើคล้ายជាមនុស្សល្អវិញហ្នឹងយ៉ាងណាមិញបរិស័ទពិចារណាមើលបើមើលទៅតាមរឿងដែលព្រះពុទ្ធអង្គសម្ដែងដូចជារឿងអង្គុលីមា
ដើម្បីបំពេញភារកិច្ចខ្លួនឯងបំពេញនៅកតញ្ញូកតវេទីគឺការដឹងគុណតបគុណចំពោះគ្រូហ៊ានទៅកាប់សម្លាប់មនុស្សយកម្រាមដៃឲ្យបាន 1000 ម្រាមណែទៅកាត់ម្រាមដៃបាន 1000 ម្រាមកាត់បាន 99 ម្រាមនៅខ្វះមួយចុងក្រោយដើរស្វែងរកមនុស្សមួយចុងក្រោយដើម្បីបំពេញនៅម្រាមដៃ 1000 ស្រាប់តែឃើញមេត្តាសួរថាម៉េចបានមេត្តាហ៊ានដើរមកទាំងដឹងថាផ្លូវហ្នឹងព្រៃហ្នឹងអង្គុលីមាប្រកាសជាសម្លាប់ហើយម្ដាយនោះដឹងថាកូនរបស់គាត់មិនមែនជាមនុស្សគោខើអញ្ចឹងទេព្រោះកូនគាត់ឈ្មោះថាអហិង្សាណាដែលមានសេចក្តីថាជាមនុស្សមិនខឹងមិនក្រោធមិនគុំគួនមិនបៀតបៀនមិនសម្លាប់ទេអញ្ចឹងគាត់អត់ជឿនៅសម្ដីរបស់អ្នកដទៃនិយាយទេក៏មកបញ្ជាក់ថាតើពិតចឹងអត់ក៏ដើរមកក្នុងព្រៃហ្នឹងនៅពេលនោះអង្គុលីមាឃើញម្ដាយខ្លួនឯងភ្លាមចិត្តនឹងស្ទុះទៅហើយប៉ុន្តែនៅក្នុងគណៈពេលដែលស្ទុះនេះមុននឹងស្ទុះទៅនឹងគណៈពេលដែលកំពុងតែឃើញនឹងភ្លាមកើតនៅក្នុងការគិតពីរទី1គ្រូទី2មេត្តាគ្រូយើងធ្វើកាប់សម្លាប់កាត់ដៃឲ្យគ្រប់នោះក៏ដើម្បីបំពេញនៅទូនាទីជាសិស្សគឺហៅថាកតញ្ញូកតវេទីចំពោះគ្រូមានន័យជាការដឹងគុណរលឹកគុណធ្វើតបគុណចំពោះគ្រូហើយគ្រូចង់បានដៃម្រាមដៃ 1000 អញ្ចឹងធ្វើចិត្តបានហើយណាថ្លឹងថ្លែងប៉ុណ្ណឹងមួយដល់ពេលគិតម្យ៉ាងទៀតជាមេត្តាជាអ្នកចិញ្ចឹមបីបាច់ថែរក្សាការពារមើលថែរហូតមកដល់ធំមានគុណូបការៈធ្ងន់ណាអញ្ចឹងទាំងគ្រូទាំងមេត្តាមានគុណធ្ងន់ដូចគ្នាអញ្ចឹងតើគួរអាត្មាអញទៅខាងណានៅពេលនោះហើយជាពេលដែលព្រះពុទ្ធអង្គបង្ហាញប្រកាយចេញមកនៅពេលហ្នឹងគ្រាន់តែព្រះមេត្តានឹងចេញផុតព្រះពុទ្ធអង្គចេញមកឲ្យឃើញលេចប្រកាយឲ្យឃើញពេលនោះជាពេលដែលអង្គុលីមាមានក្តីសង្ឃឹមមានន័យថាអញមិនបាច់ចាំសម្លាប់មេត្តារបស់ខ្លួនឯងមិនបាច់ចាំសម្លាប់ម្ដាយទេព្រោះមានសមណៈហ្នឹងហើយអញ្ចឹងទៅតាមសម្លាប់នៅសមណៈហ្នឹងតែហ្មងទៅណាអញ្ចឹងគុណរបស់មេត្តាគឺនៅដដែលគឺមានន័យថាมันបានសម្លាប់មេត្តាខ្លួនឯងទេมันអាចទៅកើតនៅក្នុងអវិជ័យកើតទេរីឯការបំពេញនៅទូនាទីជាសិស្សល្អធ្វើទៅតាមពាក្យបណ្ដាំរបស់គ្រូគឺកាត់ម្រាមដៃ 1000 ហ្នឹងក៏បានកាត់ពោះឃើញសមណៈដើម្បីរកម្រាមដៃគ្រប់ 1000 ឲ្យក្តីសង្ឃឹមកើតឡើងនៅពេលហ្នឹងហើយក៏ខំប្រឹងដេញតាមសមណៈគឺព្រះពុទ្ធអង្គហ្នឹងដេញរហូតតតែអស់កម្លាំងទៅលេងរួចទើបអង្គុលីមាដួលនៅលើផ្លូវហ្នឹងហើយក៏ស្រែកប្រាប់ព្រះពុទ្ធអង្គថាព្រះពុទ្ធសមណៈឈប់ព្រះពុទ្ធអង្គក៏ពោលថាតថាគតឈប់ហើយនៅតែអង្គុលីមាឯងទេដែលមិនទាន់ឈប់ហ្នឹងនេះត្រង់ចំណុចនេះអាត្មាចង់បញ្ជាក់ថានៅពេលដែលអង្គុលីមាអស់អាលីងពីខ្លួនហើយទើបពោលពាក្យសុំព្រះពុទ្ធអង្គឲ្យឈប់តែព្រះពុទ្ធអង្គមិនពោលថាព្រះពុទ្ធអង្គដើរបន្តទេព្រះពុទ្ធអង្គមិនបានពោលថាព្រះពុទ្ធអង្គបន្តទេព្រះពុទ្ធអង្គថាឈប់ហើយអញ្ចឹងទើបអង្គុលីមាសួរថាឈប់មិនទៅកំពុងតែដើរកំពុងតែយាងទៅនោះព្រះពុទ្ធអង្គតបថាព្រះពុទ្ធអង្គឈប់កាប់សម្លាប់គេហើយព្រះពុទ្ធអង្គឈប់បៀតបៀនគេហើយព្រះពុទ្ធអង្គមានសេចក្តីមេត្តាករុណាចំពោះពពួកសត្វទាំងឡាយនៅក្នុងលោកកើតប៉ុណ្ណឹងព្រះពុទ្ធអង្គនិយាយប៉ុណ្ណឹងមានពុទ្ធដីកាប៉ុណ្ណេះអង្គុលីមាភ្ញាក់ខ្លួនហាក់បីដូចជាបុគ្គលកំពុងតែសម្រាកសម្រានហើយភ្ញាក់ខ្លួនឡើងមកដោយបុគ្គលណាមកដាស់អញ្ចឹង
ត្រង់ចំណុចនេះអាត្មាបិទវងបើកវងចរបន្តិចដើម្បីបញ្ជាក់អស់លោកព្រះពុទ្ធអង្គមើលឧបនិស្ស័យសត្វណាមុននឹងព្រះពុទ្ធអង្គប្រោះចំពោះសត្វនោះថាតើពពួកសត្វហ្នឹងជាមនុស្សដែលមាត់តិចជាមនុស្សដែលមាននៅមច្ឆាទិដ្ឋិខ្លាំងឬក៏ជាមនុស្សដែលមានមច្ឆាទិដ្ឋិតិចណាបើសិនជាមនុស្សមានមច្ឆាទិដ្ឋិខ្លាំងព្រះពុទ្ធអង្គអត់មាត់ច្រើនទេអត់មានពុទ្ធដីកាច្រើនទេតែបើសិនជាប្រភេទមនុស្សនោះជាមនុស្សដែលមានមច្ឆាទិដ្ឋិតិចអញ្ចឹងព្រះពុទ្ធអង្គក៏ប្រោះប្រទានពធទេសនាណាចាក់ឲ្យចំបេះដូងនៃបុគ្គលនោះយើងមើលដំណើររឿងដូចជាព្រាហ្មណ៍ដែលមកជេរព្រះពុទ្ធអង្គណាដែលមកកាន់ជំនុំនៃសង្ឃហើយនៅទល់មុខព្រះពុទ្ធណាទល់មុខព្រះពុទ្ធហើយក៏ជេរទៅជេរច្រើនណាស់ច្រើនគាថាណាស់រាប់ច្រើនប៉ុន្តែព្រះពុទ្ធអង្គនៅមួយកន្លែងហាក់បីដូចជានរណាម្នាក់មកនិយាយអីឲ្យព្រះពុទ្ធអង្គស្ដាប់ចឹងអត់មានចិត្តខឹងក្រោធទេរហូតទៅដល់ព្រាហ្មណ៍នឹងជេរហត់ដល់ពេលអត់តបតទៅហត់ទៅក៏សម្រាកអាហ្នឹងជាកតិមួយដែរញោមណាជេរយើងដែលគេស្អប់យើងគេបៀតបៀនយើងដោយប្រការណាដតីនោះណាដល់ពេលយើងអត់តបតទៅក៏មានសេចក្តីនឿយណាយហត់ដែរក៏តែឯងបៀតបៀនគេយ៉ាងនេះតែគេធ្វើធម្មតាឯងខឹងគេធ្វើមុខឡើងកញើអីតែឯងមុខកញើប៉ុណ្ណឹងហើយគេញញឹមដាក់ឯងវិញអាហ្នឹងហាក់បីដូចជាមួយភ្លើងមួយទឹកនៅពេលដែលភ្លើងឆេះឡើងអាសនាមញញឹមនៃបុគ្គលដែលអត់គុំគូនស្អប់ហ្នឹងវាហាក់បីដូចចាក់ទឹកមកលើបុគ្គលដែលខឹងនឹងវិញអញ្ចឹងទៅជាតិចយ៉ាងណាមិញព្រាហ្មណ៍ដែលទៅជេរព្រះពុទ្ធទៅជេរព្រះពុទ្ធអង្គក៏យ៉ាងនោះដែរជេរច្រើនរហូតដល់ហត់ទៅព្រះពុទ្ធអង្គទើបមានពុទ្ធដីកាសួរមនាលព្រាហ្មណ៍ហត់ទេហត់ព្រាហ្មណ៍ឯងហត់នៅហត់ទេមើលព្រះពុទ្ធអង្គឯងសមណៈឯងនិយាយម្ដងមកតបតយើងម្ដងយើងសម្រាប់ចាំមានកម្លាំងយើងតវិញតែអញ្ចឹងព្រះពុទ្ធអង្គថាព្រាហ្មណ៍ឯងដែលមានបងប្អូនសាច់ញាតិមកលេងនេះធ្លាប់អញ្ចឹងនៅពេលដែលមកលេងដែលធ្លាប់មានទឹកមានផ្លែឈើមានអាហារអីទទួលមានធ្វើតែចឹងតើបងអញ្ចឹងសួរចុះនៅពេលដែលសាច់ញាតិទាំងអស់នោះត្រឡប់ទៅវិញហើយគេអត់បានបរិភោគអាហារទាំងអស់ហ្នឹងអារបស់ដែលយើងទទួលហ្នឹងចាហ្នឹងយកទៅណាខ្ញុំព្រះអង្គទុកបរិភោគខ្លួនឯងវិញអញ្ចឹងឯងព្រាហ្មណ៍អញ្ចឹងតថាគតក៏ដូចគ្នាដែរការដែលព្រាហ្មណ៍មកពោលជេរស្ដីទាំងប្រមាណតថាគតអត់ត្រូវការទេឥឡូវព្រាហ្មណ៍យកទៅវិញទៅគាត់នៅលើកប៉ុណ្ណឹងណាព្រាហ្មណ៍ដែលជេរព្រះពុទ្ធអង្គភ្ញាក់ខ្លួនហ្មងអើមែនអញ្ចឹងអាយជេរទាំងអស់ហ្នឹងវាមិនធ្លាក់មកលើឯងទាំងអស់ណាអញ្ចឹងយ៉ាងណាមិញព្រះពុទ្ធអង្គបំបាក់នៅបុគ្គលដែលមានមច្ឆាទិដ្ឋិខ្ពស់ដោយមិនមានការពោលស្ដីច្រើនទេមិនមានការនិយាយតបតច្រើនទេត្រង់នេះបញ្ជាក់អំពីរឿងអង្គលីមាវិញឃើញទេនៅពេលដែលមនុស្សនឹងបាក់ស្បាតហើយអស់កម្លាំងហើយទើបព្រះពុទ្ធអង្គសម្ដែងប្រាប់នៅតថភាពពិតឲ្យអង្គលីមាដឹងយើងរកសេចក្តីឧបមាថាហាក់បីដូចជាមនុស្សដែលបំរុងនឹងធ្លាក់ក្នុងភ្លើងនៅក្នុងភ្លើងវាក្តៅខ្លាំងអញ្ចឹងបុគ្គលនោះកាន់តែមែកឈើតូចទេតែអត់មាននរណាម្នាក់មកជួយប្រកាសជាធ្លាក់ក្នុងភ្លើងស្លាប់ហើយហ្នឹងស្លាប់តែដឹងតែស្លាប់នៅក្នុងភ្លើងហើយដល់ដោយចែកដន្យអីព្រះពុទ្ធអង្គណាឬក៏ដោយចែកដន្យអីមាននរណាម្នាក់បោះខ្សែឲ្យចាប់ណាបុគ្គលដែលបំរុងនឹងធ្លាក់ទៅក្នុងភ្លើងហ្នឹងខំប្រឹងមានក្តីសង្ឃឹមក្នុងចិត្តអូឯងបានខ្សែហើយតាចាប់ខ្សែទាញឡើងផុតទៅយ៉ាងណាព្រះពុទ្ធអង្គក៏យ៉ាងនោះដែរសង្គ្រោះនៅអង្គលីមាក៏យ៉ាងនឹងដែរណែត្រង់ប៉ុណ្ណឹងបញ្ជាក់ថាណាបុគ្គលណាដែលបានរាប់អាននៅក្នុងពុទ្ធសាសនាបុគ្គលណាដែលបានជ្រះថ្លាក្នុងពុទ្ធសាសនាបុគ្គលណាដែលបានសេពគប់ជាមួយនឹងពុទ្ធអង្គជាមួយនឹងសព្វរតពលស្រីទាំងឡាយហាក់បីដូចជាមនុស្សដែលធ្លាក់នៅក្នុងភ្លើងហើយត្រូវមានអ្នកសង្គ្រោះឲ្យឡើងរួចពីភ្លើងចឹង
nâng chấn bởi chẹ mà vinh tha bốc cô na đại pô nữ vị tha là mô bột thẹt xã nâng hạ bây đôi chia rộng lắc nữ của bột đỏ ỏng đôi kia nó mía từng lái đã chanh nơi của bột đỏ ỏng có khóc khai bạc ba tọ slot cho mùi nâng ba rả mây rất ba rả mây đây của bột đỏ ỏng không sẵn xong bì ở tay tạ mò tràn máu nó đó bì sẵn xong tràn chứ đôi rất ổng na rồi bọc mía mình ai thua vây ban bộ bộ ạ mà nô bộ bộ dẹ bộ bộ cần thô bộ bộ môi bê bộ bộ sạch xa được bư ấy chỉ đá khóc khai từng chẳng áo bán được bê nào đại dương bộ bị tha là mô bột thẻ xã nắng chia ca để bộ áo bộ bộ ạ mà nô từng lái nó khai nhìn nhóm là miền ca phây phật ca tọ slot ca khai ấy đấy vấn đề hay chỉ miền tràn tam manu chỉ tràn qua thành tại miền ca phây khai là việc khai tới xong vậy để ca để sầm rạ nắng nè ca sầm rạ nắng có toàn bàn sọc toàn bàn sưu để việc khác hiệp phây khai nắng tới chi nẹt đập nòm vừa ở dương nắng miền phiệp phây khai được không khuôn tràn về khác tới ca phây khai nó vì mình đa một pi ca bùi bà ròm tràn bị cái ca nghề ấy chấn nó thì ca phây khai khác tiết vì cả lần bị phụ ẩm nụ vì một bà là dươngហើយពួកអមនុស្សទៀតសោតមានច្រើននៅក្នុងភពផែនដីយើងភពផែនដីនេះមានទាំងមនុស្សមានទាំងពពួកអមនុស្សអីជាដើមពពួកអមនុស្សវាមានពួកយក្សពួកខ្មោចពួកព្រាយពួកកន្ធប់អីជាដើមពួកមាតែងតែមកប្រចាំយើងគ្រប់គ្នាទាំងអស់មិនដែលhọ thế hay có vấn đề ọt này bộ cô nào mỗi đấy bộ mà nô từng lại nó tay ta mò đồng khan dương chân nè khá khơi mới tới chỉ tì khla chỉ tì tọ slot chân ca đã sầm ra nắng mình bàn sọc sọc xua đây nơi không đầm này như thế tầm nào mình ca phây phật phây khai nâng tràn mình chỉ tì bật ná mình thấy mà miền vị thị xã ôi nhôm nhiệt sầm rạ bàn sưu hói ọt miền bộ bộ ạ mà nụ nâng một biệt biên bàn này đôi chỉ pet để ở lục bò để sạch để chỉ nẹ kinh mình lụ ấy tương lai nó có thành từ rau pet đầm bay rau tham chim nuôi đôi chỉ tham ngồi kia như chỉ đạo này đầm bay đã tới ở kia ban sân học sọc sưu bàn tay anh nóng với quan tại ban tầm tại mặt cài thế ở lục ban tầm tại mặt cài nữa ai cài được về đây thờ rồi chia tham lần tới câu vi người ngồi kia từ bàn tay nó không chặt bỏ dưới mặt bàn tê tụi bay thập về khác kinh sầm ràn ấy lụ của vật men tai róm với nơi miền phiệp hay khai vì kháng đàm vì ở vậy để dương bàn khơi vì kháng đàm mò tới với chơi đàm phần la dương ở khai chân tay róm nó với chơi ta đất nó không nâng tay chẳng tham gia bị thì sát đồng bừng ngọm nó sẽ cái đây phải khai được không chết đồng bây giờ ca sầm rạ nó sưu rồi có ca rồi nữ rồi bỏ dương nước bàn sọc sưu được ngọt nè ót lồng bạ đấy nhôm nhiệt vào sẵn còn tại nhôm nhiệt trẻ tại bị bầy mặt tới hay tại spot chi bồ tới rồi mình chia nơi phía phải khai những bàn nhôm nhiệt bồ thà nẹ mố bột thẹt sạ bởi nhôm nhiệt bồ tại phần nắng có ban đấy nó
đại miền cái đây tha trong miền bậc bụt chỉ tì băng rùng lực nơi côn bậc bụt nè nè mồ nè phần năng của bàn hay bảo ai chăm tràn chừng nắng tha nè mô bụt thẻ sạ nè mô thom ma sạ nè mô song ca sạ nè chăm tập bầy nâng tới bậc bụt ạ mà nô cái đây bậc bụt dạ bậc bụt cần thục bậc bụt mì bậc bụt nà để phơi bạp dương nó tay màu tay tay một bả lại ở dương khai được không ở ròm nó bắt hiền màu đòi an ở hiệp này bậc bụt nè thà hai đây ban con tập po vẫn đang miền đất ẩm na ai bình chia ở hiệp hay khai bán chẳng mà lược rương mùi chủng nôn đâm bầy bị chia ỏi ở lục bò sạt nước bàn trôi triệp hỏi đã nơi không chật đấy chia bằng cô lẹ bong này cà phê khá chói tôi cùng ấy nó miền phép cọ cả đời hai đẹp hoa tha bò ở lục bò bị thà nẹt mô bột thẻ sát mình này thay chỉ ca rùng lực miền rừng tràn này tiền nè tự tưởng rằng cả đại rùng lực này côn bột côn thoan côn song nè đôi chia rừng là có mà nè đại cầm nót hay tại bầm bơ hay nâng từ bộ ẩm mà nộp mà vô bộ giả nâng mà vô chỉ vật không mình có mà nâng từ bàn tay ở bốc mặt đài rồi bỏ không mình nâng cái chuyện nè sầm mà tập thể mình này thay chỉ cả vô khởi tới hỏi rộp án ở trong bộ Phậtศาสนา tớp dọc rừng nâng tớp bậc kín tớ đò xa vẽ đó bỏ Phật đỏ óng tớp Phật đỏ óng nâng chạm chanh ao miền bị khổ một soát chì nực bẹp bật cầm nót cọt bầm bợt hay ngay trong cõi chết hay tí bầm bờ nâng Phật đỏ óng một tớ mà đó bọc bà tiên nữ thọ tê sna nâng tớ đó cửu xa nâng tự tiện ri ai bậc phụ dạ đại rong chăm vô của mà nắng ở địa về bổn bờ thầy ở hiên châu để khóc khai phơi khai ban nơi tâm tác sinh ra té này bậc cổ nó nằm hiên châu để khơi sao vẽ bậc phụ phong khơi bậc phụ thọ ong phong rất là phơi khai đo ngay ti bổn bờ không mấy nó vô tha bột thèn xạ năng cái cha mi thom mang xạ năng cái cha mi song kháng xạ năng cái cha mi khi em bỏ ống xông vô bột bột và thoa nâng và song nó chỉ ti băng ti rồi lập và phần ấy bột phụ dạ ở sân khẩm ở hiên mà rồi ở hiên mà vô nấy không mình pro năng tiền có tục ở mình pro năng rùa là hốt tệ bàn là hốt đó mà rồi một phẩy năm chẳng bà dân dùng tạm rừng rào ní có bò để sàn ai trôi chỉ để bàn khá còn để dân bố nẹ mô bột thẻ sạ nâng nè ai oi phụ mì nâng rụt chặt chài phụ ạ mà nô phụ cần thộp ấy mình hiên một biệt biên dương thì đây có mà đừng pi nâng cái được không ta cô priêm đối khả nè bàn tay này không priêm lúc priêm chia mạch cha tự thể phong hơi priêm mũi tích chia sama tự thể nè priêm mũi chia nè để vô khơi tới priêm mũi tiết có chia nè vô khơi mình trầm trời hỏi có miền cồn pro nâng pi được mũi mà nè miền cồn pro nâng mũi mà nè đối khả nè cồn pro đại chia cồn priêm miền sama tự thể tay từ bồ ta nè mố bột thẻ sạ bố chẳng nẹ mô bột thẻ sạ nè mô bột thẻ sạ là hô tử ở đây phá lịch xung bây tới ca lên kênh lên ấy nó ấy cái đôi lên kênh nó ấy tay tại bố chẳng hay ca này lên bỏ cốt ở đây chanh đi ở đây chanh câu nó bỏ priêm khang mà cha tật thể đi tay là chắc chẳng là hô tử chẳng câu priêm chi mà cha tật thể tay là xua ngay sầm lành nhông lên mũi anh ở đây xe thế làm mạch nó
អ្នកឯងពោអីគេអ្នកឯងមានបាលីអីមានរូបមន្តមិនចឹងណាធ្វើឲ្យការលេងអង្គញ់លេងអីឆារហូតចឹងក្មេងជាសមាទិដ្ឋិពោថាខ្ញុំអត់មានពោអីទេសម្លាញ់ខ្ញុំគាត់ទៅពោថាអ្នកមោពុទ្ធស័កហ្នឹងណាពោចឹងដូចជាពុកម្ដាយរបស់ខ្ញុំអញ្ចឹងណាពោតាអ្នកមោពុទ្ធស័កនមោពុទ្ធស័ករហូតចឹងនៅក្នុងសម័យថ្ងៃមួយនោះណាពុកនៅពេលដែលឪពុកហ្នឹងចេញទៅកាប់អុសដើម្បីយកអុសហ្នឹងមកលក់ដូរនៅក្នុងក្រុងរាជក្រឹសហ្នឹងនៅពេលដែលចេញទៅកាប់អុសទៅក៏កាប់បានសមគួរនៅក្នុងរទេះហ្នឹងវាពេញហើយក៏ល្មមនឹងចូលក្រុងប៉ុន្តែដោយពេលវេលាថ្ងៃហ្នឹងវាមិនទាន់អីល្ងាចអីទេវានៅរៀងក្តៅក៏ប្រឡែងគោហ្នឹងឲ្យស៊ីសិនទៅណាប្រឡែងជនីតាមក្រុងរាជក្រឹសហ្នឹងនៅពេលដែលវាស៊ីហើយឆ្អែតហើយមើលទៅវាជាទម្លាប់របស់សត្វណានៅពេលទម្លាប់របស់សត្វវាឃើញល្ងាចហើយល្មមហើយវាក៏នាំគ្នាចូលទៅក្នុងក្រុងបាត់ទៅឪពុកហ្នឹងក៏ស្វែងរកគោទៅណាប្រឡែងឲ្យស៊ីនឹងដូចជាឥឡូវបាត់អញ្ចឹងក៏ស្វែងរកគោហ្នឹងចូលទៅក្នុងក្រុងទៅរីឯកូនរបស់គាត់នៅខាងក្រៅនគរហ្នឹងក៏ចាំផ្លូវឪពុកចេះតែចាំទៅតែវាអត់ឃើញមកក៏សម្រាននៅក្នុងក្រមរទេះហ្នឹងទៅព្រៃហ្នឹងមានយក្សពីរយក្សមួយជាយក្សល្អហើយយក្សមួយទៀតជាយក្សអាក្រក់ណាជាយក្សដែលមានការគិតត្រូវនិងយក្សដែលមានការគិតបែបមិនត្រឹមត្រូវណាដល់ពេលដែលយប់ឡើងត្រូវចេញមករកអាហារស៊ីស្រាប់តែឃើញណាកូនកុមារហ្នឹងដែលដេកនៅក្រោមរទេះហ្នឹងឃើញឃ្លានក៏ចង់ទៅចាប់ក្មេងហ្នឹងទៅបរិភោគតែយក្សដែលជាអ្នកមានគំនិតគិតល្អស្ថិតនៅក្នុងសមាទិដ្ឋិប្រាប់គាត់ថាណាសម្លាញ់កុំទៅប៉ះណាក្មេងហ្នឹងជាអ្នកពោរំលឹកគុណព្រះពុទ្ធជាប្រចាំណាសម្លាញ់មកខាងមច្ឆាទិដ្ឋិគេមិនគិតចឹងអីណាគេមិនយកចិត្តទុកដាក់នឹងពាក្យទូមានរបស់មិត្តអីរត់ព្រិចណាសង្វាចាប់ក្មេងចាប់ជើងបំរុងនឹងបោកសម្លាប់ទំពាស៊ីក្មេងហ្នឹងក៏ពោពាក្យចឹងពោថានមោពុទ្ធស័កនមោពុទ្ធស័កដល់ពេលដែលពោចេញមកអញ្ចឹងពួកយក្សហ្នឹងភ័យបដ ாய் តក់ស្លុតខ្លុកខ្លាចដាក់ក្មេងនឹងតាមសម្រួលវិញហើយថ្វាយបង្គំក្មេងនឹងថយចេញឆ្ងាយអត់ហ៊ាននៅក្បែរទេដោយរិទ្ធអំណាចនៃក្មេងមាននៅពុព្វចរិតបែបចឹងមានន័យថាចរិតនៃបុគ្គលចរិតនៃក្មេងហ្នឹងតែងតែពោលថាអ្នកមោពុទ្ធស័កអ្នកមោពុទ្ធស័កជាប្រចាំចឹងរហូតដល់ពេលដែលការភ្ញាក់ឬក៏ថាការចលួសដោយការប៉ះពពុះណាមួយមកប៉ះក្នុងខ្លួនទៅជាលួសពោអញ្ចឹងទៅភ្ញាក់ពោពាក្យថាអ្នកមោពុទ្ធស័កអញ្ចឹងទៅហ្នឹងអញ្ចឹងពពុះអមនុស្សទាំងឡាយខ្លុកខ្លាចអត់ហ៊ានទៅប៉ះខ្លាចមិនហ៊ានសំបីទៅប៉ះបន្តិចទេក៏អត់ហ៊ានប៉ះដែរលោកមានសេចក្តីឧបមាអញ្ចឹងដូចជាបុគ្គលដែលបង្កាត់នៅភ្លើងដើម្បីការពារពពួកសត្វមានពឹសក្តីពពួកសត្វតូចធំក្តីនៅក្នុងព្រៃកាលណាដែលសត្វទាំងអស់នោះឃើញភ្លើងដែលឆេះនៅក្នុងព្រៃពពួកសត្វដែលកាចសាហាវនោះតែងតែបរវាសជាចេញឆ្ងាយទៅយ៉ាងណាមិញបុគ្គលដែលពោលនៅគុណព្រះពុទ្ធថានមោពុទ្ធស័កនមោពុទ្ធស័កក៏យ៉ាងនោះដែរម្យ៉ាងទៀតឧបមាមួយទៀតដូចជាបុគ្គលដែលត្រូវពឹស
ដែលឃ្លៀវខ្លាដោយអំណាចនៃភាពឈឺចាប់នៃពឹសនោះហើយក៏មានអ្នកដែលចេះនៅមុនវិសេសស្វាត់ជេរនៅមុននោះហើយក៏បាត់ទៅណាបាត់ពីភាពឈឺចាប់កើតឡើងអំពីពឹសនោះទៅយ៉ាងណាមិញបុគ្គលឯណាពោលថានមោពុទ្ធស្សៈរំលឹកទៅដល់ព្រះពុទ្ធអង្គក៏យ៉ាងនោះដែរសេចក្តីឧបមាមួយទៀតដូចជាបុគ្គលដែលមានភាពត្រជាក់ណាដូចជាខែត្រជាក់ឬក៏នៅកន្លែងត្រជាក់ការដែលបានទៅកន្លែងក្តៅមានពន្លឺកម្ដៅព្រះអាទិត្យបានលិចឡើងមកហើយភាពត្រជាក់ទាំងឡាយនោះក៏រមែងបាត់ទៅវិញយ៉ាងណាមិញបុគ្គលណាពោលថានមោពុទ្ធស្សៈក៏យ៉ាងដូចនោះដែរគឺជាបុគ្គលដែលធ្វើឲ្យខ្លួនឯងរួចពីសេចក្តីទុក្ខទាំងពួងឥឡូវទៅស្វែងយល់អស់លោកបរិស័ទថាហេតុអីគ្រាន់តែពោលពាក្យប៉ុណ្ណឹងសោះមានឫទ្ធិអំណាចធ្វើឲ្យពពួកមាទាំងឡាយពពួកអមនុស្សពពួកយៈពពួកកន្ធប់ពពួកខ្មោចព្រាយបិសាចអីទាំងឡាយនោះចាញ់នៅឫទ្ធិអំណាចគ្រាន់តែពោលប៉ុណ្ណឹងមិនកើតមិនណោះឥឡូវថ្មលើកជានិទានណានិយាយអំពីពុទ្ធប្រវត្តិដើម្បីដំណងតទៅឲ្យអស់លោកស្វែងយល់បានដល់ងាយនៅពេលដែលព្រះពុទ្ធអង្គចិត្តនឹងបានត្រាស់ដឹងពុពោមាសេនាទាំងឡាយមានមាមានពុយៈពុអមនុស្សពុកន្ធប់ពុសត្វអីផ្សេងដែលកាចសាហាវទាំងឡាយបានដឹកនាំគ្នានឹងមកដើម្បីកុំឲ្យព្រះពុទ្ធអង្គបានត្រាស់ដឹងជាព្រះពុទ្ធកុំឲ្យព្រះពុទ្ធអង្គបានសម្រេចនៅធម៌មកបៀតបៀនមកតិះទៀនព្រះពុទ្ធអង្គនៅវេលានោះតែកំឡុងពេលនោះពពួកទេវតាទាំងឡាយក៏នៅក្បែរព្រះពុទ្ធអង្គដែរចាំការពារដោយអំណាចមាណាមាហ្នឹងគ្រាន់តែឃើញមាមកភ្លាមពពួកទេវតាទាំងឡាយដែលនៅក្បែរព្រះអង្គរត់គេចអស់លេងរត់បាត់តែមកដោយសារអីដោយសារតែខ្លាចនៅរិទ្ធរបស់មាហើយមាណាមានរិទ្ធខ្លាំងក្រៃហ្នឹងហើយមាធិរាជនោះមានរិទ្ធអស្ចារ្យណាស់ចង់ហៅភ្លៀងហៅទឹកជំនន់ហៅធាតុអាកាសហៅអ្វីបានទាំងអស់ហ្នឹងហើយអញ្ចឹងដំបូងឡើងមាទាំងឡាយបញ្ចេញនៅទឹកភ្លៀងជាភ្លើងមកទាំងអស់នោះភ្លៀងមកធ្លាក់ជាភ្លើងឆេះពេញព្រៃចម្លែកអីតែខាងព្រះពុទ្ធអង្គទោះបីជាភ្លៀងហ្នឹងភ្លៀងដែលស្រក់មកសិតតែភ្លើងនោះណាធ្លាក់មកត្រូវព្រះពុទ្ធអង្គក៏ដោយតែភ្លើងនោះមិនមែនជាភ្លើងទេបែរជាប្រែទៅជាផ្កាយទៅវិញណាចឹងក្របភ្លៀងដែលធ្លាក់មកភ្លើងទាំងប្រមាណហ្នឹងឲ្យតែមកដល់ប៉ះព្រះពុទ្ធអង្គគឺប្រែមកទៅជាផ្កាស្រស់ស្អាតមានក្លិនក្រអូបណាហាក់បីដូចជាពពុះមាណាហាក់បីដូចជាពពុះមាប្រោះព្រំអបអរសាទរព្រះពុទ្ធអង្គក្នុងការត្រាស់ដឹងនៅពធទៅវិញត្រង់ចំណុចនេះអាត្មាបើកវងកញ្ចក់បិទវងកញ្ចក់បើកវងកញ្ចក់បន្តិចដើម្បីបញ្យល់ញោមញាតិពុទ្ធបរិស័ទភ្លើងដែលកើតឡើងអំពីភ្លៀងដោយអំណាចមាជាអ្នកបញ្ចុះមកណាភ្លើងហ្នឹងនៅពេលដែលជួបជាមួយព្រះពុទ្ធអង្គប៉ះព្រះពុទ្ធអង្គក៏ប្រែមកជាផ្កាយ៉ាងណាមិញបុគ្គលនៅក្នុងលោកយើងមិនថានៅក្នុងសម័យព្រះពុទ្ធក្នុងសម័យព្រះពុទ្ធអង្គការដែលមាននៅបច្ចុប្បន្ននៅឡើយឬក៏រហូតនៅក្នុងសម័យនេះបើសិនជាបុគ្គលនោះកាលពីមុនឡើយកាលពីដើមឡើយជាមនុស្សអាក្រក់ជាមនុស្សខួខើជាមនុស្សកាប់សម្លាប់ជាមនុស្សដែលខឹងក្រោធច្រើនខឹងគេសម្លាប់គេតេះដៀលគេសពគ្រប់បែបយ៉ាងណាក៏ដោយប្រៀបបានដូចជាភ្លើងអញ្ចឹងណាប្រៀបបានដូចជាភ្លើងកាលណាដែលបានមកសេពគប់ជាមួយនឹងព្រះពុទ្ធអង្គគឺការដែលមកជួបជាមួយព្រះពុទ្ធអង្គ
បុគ្គលនោះនឹងប្រែคล้ายជាភ្លើងទៅជាផ្កាវិញបុគ្គលនោះប្រែคล้ายជាមនុស្សខូខើคล้ายជាមនុស្សល្អវិញហ្នឹងយ៉ាងណាមិញបរិស័ទពិចារណាមើលបើមើលទៅតាមណារឿងដែលព្រះពុទ្ធអង្គសម្ដែងដូចជារឿងអង្គុលីមាដើម្បីបំពេញភារកិច្ចខ្លួនឯងបំពេញនៅកតញ្ញូកតវេទីគឺការដឹងគុណតបគុណចំពោះគ្រូហ៊ានទៅកាប់សម្លាប់មនុស្សយកម្រាមដៃឲ្យបាន 1000 ម្រាមណែទៅកាត់ម្រាមដៃបាន 1000 ម្រាមកាត់បាន 99 ម្រាមនៅខ្វះមួយចុងក្រោយដើរស្វែងរកមនុស្សមួយចុងក្រោយដើម្បីបំពេញនៅម្រាមដៃ 1000 ស្រាប់តែឃើញមេត្តាសួរថាម៉េចបានមេត្តាហ៊ានដើរមកទាំងដឹងថាផ្លូវហ្នឹងព្រៃហ្នឹងអង្គុលីមាប្រកាសជាសម្លាប់ហើយម្ដាយនោះដឹងថាកូនរបស់គាត់មិនមែនជាមនុស្សខូខើអញ្ចឹងទេព្រោះកូនគាត់ឈ្មោះថាអហិង្ស័កណាដែលមានសេចក្តីថាជាមនុស្សមិនខឹងមិនក្រោធមិនគុំគួនមិនបៀតបៀនមិនសម្លាប់ទេអញ្ចឹងគាត់អត់ជឿនៅសម្ដីរបស់អ្នកដទៃនិយាយទេក៏មកបញ្ជាក់ថាតើពិតចឹងអត់ក៏ដើរមកក្នុងព្រៃហ្នឹងនៅពេលនោះអង្គុលីមាឃើញម្ដាយខ្លួនឯងភ្លាមចិត្តនឹងស្ទុះទៅហើយប៉ុន្តែនៅក្នុងគណៈពេលដែលស្ទុះនេះមុននឹងស្ទុះទៅនឹងគណៈពេលដែលកំពុងតែឃើញនឹងភ្លាមកើតនៅក្នុងការគិតពីរទី1គ្រូទី2មេត្តាគ្រូយើងធ្វើកាប់សម្លាប់កាត់ដៃឲ្យគ្រប់នោះក៏ដើម្បីបំពេញនៅទូនាទីជាសិស្សគឺហៅថាកតញ្ញូកតវេទីចំពោះគ្រូមានន័យជាការដឹងគុណរលឹកគុណធ្វើតបគុណចំពោះគ្រូហើយគ្រូចង់បានដៃម្រាមដៃ 1000 អញ្ចឹងធ្វើចិត្តបានហើយណាថ្លឹងថ្លែងប៉ុណ្ណឹងមួយដល់ពេលគិតម្យ៉ាងទៀតជាមេត្តាជាអ្នកចិញ្ចឹមបីបាច់ថែរក្សាការពារមើលថែរហូតមកដល់ធំមានគុណូបការៈធ្ងន់ណាអញ្ចឹងទាំងគ្រូទាំងមេត្តាមានគុណធ្ងន់ដូចគ្នាអញ្ចឹងតើគួរអាត្មាអញទៅខាងណានៅពេលនោះហើយជាពេលដែលព្រះពុទ្ធអង្គបង្ហាញប្រកាយចេញមកនៅពេលហ្នឹងគ្រាន់តែព្រះមេត្តានឹងចេញផុតព្រះពុទ្ធអង្គចេញមកឲ្យឃើញលេចប្រកាយឲ្យឃើញពេលនោះជាពេលដែលអង្គុលីមាមានក្តីសង្ឃឹមមានន័យថាអញមិនបាច់ចាំសម្លាប់មេត្តារបស់ខ្លួនឯងមិនបាច់ចាំសម្លាប់ម្ដាយទេព្រោះមានសមណៈហ្នឹងហើយអញ្ចឹងទៅតាមសម្លាប់នៅសមណៈហ្នឹងតែហ្មងទៅណាអញ្ចឹងគុណរបស់មេត្តាគឺនៅដដែលគឺមានន័យថាมันបានសម្លាប់មេត្តាខ្លួនឯងទេมันអាចទៅកើតនៅក្នុងអវិជ័យកើតទេរីឯការបំពេញនៅទូនាទីជាសិស្សល្អធ្វើទៅតាមពាក្យបណ្ដាំរបស់គ្រូគឺកាត់ម្រាមដៃ 1000 ហ្នឹងក៏បានកាត់ពុះឃើញសមណៈដើម្បីរកម្រាមដៃគ្រប់ 1000 ឲ្យក្តីសង្ឃឹមកើតឡើងនៅពេលហ្នឹងហើយក៏ខំប្រឹងដេញតាមសមណៈគឺព្រះពុទ្ធអង្គហ្នឹងដេញរហូតតតែអស់កម្លាំងទៅលេងរួចទើបអង្គុលីមាដួលនៅលើផ្លូវហ្នឹងហើយក៏ស្រែកប្រាប់ព្រះពុទ្ធអង្គថាព្រះពុទ្ធសមណៈឈប់ព្រះពុទ្ធអង្គក៏ពោលថាតថាគតឈប់ហើយនៅតែអង្គុលីមាឯងទេដែលមិនទាន់ឈប់ហ្នឹងនេះត្រង់ចំណុចនេះអាត្មាចង់បញ្ជាក់ថានៅពេលដែលអង្គុលីមាអស់អាលីងពីខ្លួនហើយទើបពោលពាក្យសុំព្រះពុទ្ធអង្គឲ្យឈប់តែព្រះពុទ្ធអង្គមិនពោលថាព្រះពុទ្ធអង្គដើរបន្តទេព្រះពុទ្ធអង្គមិនបានពោលថាព្រះពុទ្ធអង្គបន្តទេព្រះពុទ្ធអង្គថាឈប់ហើយអញ្ចឹងទើបអង្គុលីមាសួរថាឈប់មិនទៅកំពុងតែដើរកំពុងតែយាងទៅព្រះពុទ្ធអង្គតបថាព្រះពុទ្ធអង្គឈប់កាប់សម្លាប់គេហើយព្រះពុទ្ធអង្គឈប់បៀតបៀនគេហើយ
ពុទ្ធអង្គមានសេចក្តីមេត្តាករណាចំពោះពពួកសត្វទាំងឡាយនៅក្នុងលោកកើតប៉ុណ្ណឹងពុទ្ធអង្គនិយាយប៉ុណ្ណឹងមានពុទ្ធដីកាប៉ុណ្ណេះអង្គុលីមាភ្ញាក់ខ្លួនហាក់បីដូចជាបុគ្គលកំពុងតែសម្រាកសម្រានហើយភ្ញាក់ខ្លួនឡើងមកដោយបុគ្គលណាមកដែរអញ្ចឹងត្រង់ចំណុចនេះអាត្មាបិទវងបើកវងចរបន្តិចដើម្បីបញ្ជាក់អស់លោកព្រះពុទ្ធអង្គមើលឧបនិស្ស័យសត្វណាមុននឹងព្រះពុទ្ធអង្គប្រោះចំពោះសត្វនោះថាតើពពួកសត្វហ្នឹងជាមនុស្សដែលមាត់តិចជាមនុស្សដែលមាននៅមច្ឆាទិដ្ឋិខ្លាំងឬក៏ជាមនុស្សដែលមានមច្ឆាទិដ្ឋិតិចណាបើសិនជាមនុស្សមានមច្ឆាទិដ្ឋិខ្លាំងព្រះពុទ្ធអង្គអត់មាត់ច្រើនទេអត់មានពុទ្ធដីកាច្រើនទេតែបើសិនជាប្រភេទមនុស្សនោះជាមនុស្សដែលមានមច្ឆាទិដ្ឋិតិចអញ្ចឹងព្រះពុទ្ធអង្គក៏ប្រោះប្រទានពធទេសនាណាចាក់ឲ្យចំបេះដូងនៃបុគ្គលនោះយើងមើលដំណើររឿងដូចជាព្រាហ្មណ៍ដែលមកជេរព្រះពុទ្ធអង្គណាដែលមកកាន់ជំនុំនៃសង្ឃហើយនៅទល់មុខព្រះពុទ្ធណាទល់មុខព្រះពុទ្ធហើយក៏ជេរទៅជេរច្រើនណាស់ច្រើនគាថាណាស់រាប់ច្រើនប៉ុន្តែព្រះពុទ្ធអង្គនៅមួយកន្លែងហាក់បីដូចជានរណាម្នាក់មកនិយាយអីឲ្យព្រះពុទ្ធអង្គស្ដាប់ចឹងអត់មានចិត្តខឹងក្រោធទេរហូតទៅដល់ព្រាហ្មណ៍នឹងជេរហត់ដល់ពេលអត់តបតទៅហត់ទៅក៏សម្រាកអាហ្នឹងជាកតិមួយដែរញោមណាជេរយើងដែលគេស្អប់យើងគេបៀតបៀនយើងដោយប្រការណាដតីនោះណាដល់ពេលយើងអត់តបតទៅក៏មានសេចក្តីនឿយណាយហត់ដែរក៏តែឯងបៀតបៀនគេយ៉ាងនេះតែគេធ្វើធម្មតាឯងខឹងគេធ្វើមុខឡើងកញើអីតែឯងមុខកញើប៉ុណ្ណឹងហើយគេញញឹមដាក់ឯងវិញអាហ្នឹងហាក់បីដូចជាមួយភ្លើងមួយទឹកនៅពេលដែលភ្លើងឆេះឡើងអាសនាមញញឹមនៃបុគ្គលដែលអត់គុំគូនស្អប់ហ្នឹងវាហាក់បីដូចចាក់ទឹកមកលើបុគ្គលដែលខឹងនឹងវិញអញ្ចឹងទៅជាបន្តិចយ៉ាងណាមិញព្រាហ្មណ៍ដែលទៅជេរព្រះពុទ្ធទៅជេរព្រះពុទ្ធអង្គក៏យ៉ាងនោះដែរជេរច្រើនរហូតដល់ហត់ទៅព្រះពុទ្ធអង្គទើបមានពុទ្ធដីកាសួរមនាលព្រាហ្មណ៍ហត់ទេហត់ព្រាហ្មណ៍ឯងហត់នៅហត់ទេមើលពុទ្ធអង្គឯងសមណៈឯងនិយាយម្ដងមកតបតយើងម្ដងយើងសម្រាប់ចាំមានកម្លាំងយើងតវិញតែអញ្ចឹងពុទ្ធអង្គថាព្រាហ្មណ៍ឯងដែលមានបងប្អូនសាច់ញាតិមកលេងនេះធ្លាប់អញ្ចឹងនៅពេលដែលមកលេងដែលធ្លាប់មានទឹកមានផ្លែឈើមានអាហារអីទទួលមានធ្វើតែអញ្ចឹងតើបងអញ្ចឹងសួរចុះនៅពេលដែលសាច់ញាតិទាំងអស់នោះត្រឡប់ទៅវិញហើយគេអត់បានបរិភោគអាហារទាំងអស់ហ្នឹងអារបស់ដែលយើងទទួលហ្នឹងចាហ្នឹងយកទៅណាខ្ញុំព្រះអង្គទុកបរិភោគខ្លួនឯងវិញអញ្ចឹងឯងព្រាហ្មណ៍អញ្ចឹងតថាគតក៏ដូចគ្នាដែរការដែលព្រាហ្មណ៍មកពោលជេរស្ដីទាំងប្រមាណតថាគតអត់ត្រូវការទេឥឡូវព្រាហ្មណ៍យកទៅវិញទៅគាត់នៅលើកប៉ុណ្ណឹងណាព្រាហ្មណ៍ដែលជេរព្រះពុទ្ធអង្គភ្ញាក់ខ្លួនហ្មងអើមែនអញ្ចឹងអាយជេរទាំងអស់ហ្នឹងវាមិនធ្លាក់មកលើឯងទាំងអស់ណាអញ្ចឹងយ៉ាងណាមិញព្រះពុទ្ធអង្គបំបាក់នៅបុគ្គលដែលមានមច្ឆាទិដ្ឋិខ្ពស់ដោយមិនមានការពោលស្ដីច្រើនទេមិនមានការនិយាយតបតច្រើនទេត្រង់នេះបញ្ជាក់អំពីរឿងអង្គលីមាវិញឃើញទេនៅពេលដែលមនុស្សនឹងបាក់ស្បាតហើយអស់កម្លាំងហើយទើបព្រះពុទ្ធអង្គសម្ដែងប្រាប់នៅតថភាពពិតឲ្យអង្គលីមាដឹងយើងរកសេចក្តីឧបមាថាហាក់បីដូចជាមនុស្សដែលបំរុងនឹងធ្លាក់ក្នុងភ្លើងនៅក្នុងភ្លើងវាក្តៅខ្លាំងអញ្ចឹងបុគ្គលនោះកាន់តែមែកឈើតូចទេតែអត់មាននរណាម្នាក់មកជួយប្រកាសជាធ្លាក់ក្នុងភ្លើងស្លាប់ហើយហ្នឹងស្លាប់តែដឹងតែស្លាប់នៅក្នុងភ្លើងហើយដល់ដោយចែកដន្យអីព្រះពុទ្ធអង្គណាឬក៏ដោយចែកដន្យអីមាននរណាម្នាក់បោះខ្សែឲ្យចាប់ណាបុគ្គលដែលបំរុងនឹងធ្លាក់ទៅក្នុងភ្លើងហ្នឹងខំប្រឹងមានក្តីសង្ឃឹមក្នុងចិត្តអូឯងបានខ្សែហើយណាចាប់ខ្សែទាញឡើងផុតទៅ
យ៉ាងណាពុទ្ធអង្គគឺយ៉ាងនោះដែរសង្គ្រោះនៅអង្គលីមាក៏យ៉ាងនឹងដែរណែត្រង់ប៉ុណ្ណឹងបញ្ជាក់ថាណាបុគ្គលណាដែលបានរាប់អាននៅក្នុងពុទ្ធសាសនាបុគ្គលណាដែលបានជ្រះថ្លាក្នុងពុទ្ធសាសនាបុគ្គលណាដែលបានសេពគប់ជាមួយនឹងពុទ្ធអង្គជាមួយនឹងសព្វរបុរសស្រីទាំងឡាយហាក់បីដូចជាមនុស្សដែលធ្លាក់នៅក្នុងភ្លើងហើយត្រូវមានអ្នកសង្គ្រោះឲ្យឡើងរួចពីភ្លើងចឹងនឹងអញ្ចឹងបញ្ជាក់មកវិញថាបុគ្គលណាដែលពោលនៅពាក្យថានមោពុទ្ធស្សៈនឹងហាក់បីដូចជារំលឹកនៅពុទ្ធអង្គដោយគ្រានោះមាទាំងឡាយដែលផ្ចាញ់នៅពុទ្ធអង្គក៏ខ្លុកខ្លាចបាក់ស្បាតតក់ស្លុតជាមួយនឹងបារមីរិទ្ធបារមីដែលពុទ្ធអង្គខំសន្សំពីអតីតមកច្រើនមកនោះដល់ពេលសន្សំច្រើនអញ្ចឹងដោយរិទ្ធអំណាចរបស់មាមិនអាចធ្វើអ្វីបានពពួកអមនុស្សពពួកយៈពពួកកន្ធពពពួកខ្មោចព្រាយពពួកសត្វអាសារពឹសអីជាដើមខ្លុកខ្លាចទាំងអស់អញ្ចឹងហើយបាននៅពេលណាដែលយើងពោលពាក្យថានមោពុទ្ធស្សៈនមោពុទ្ធស្សៈហ្នឹងជាការដែលពោលឲ្យពពួកអមនុស្សទាំងឡាយនោះខ្លាចពពួកអមនុស្សទាំងឡាយនោះលែងហ៊ានមកបៀតបៀនដោយមានរឿងពីអតីតកាលដែលព្រះអង្គកំពុងតែស្វែងរកនៅធម៌ហើយបំរុងនឹងបានត្រាស់ដោយអំណាចចាញ់ដោយអំណាចនៃការចាញ់រិទ្ធរបស់ព្រះពុទ្ធអង្គដោយអំណាចនៃការចាញ់រិទ្ធបុណ្យបារមីរបស់ពុទ្ធអង្គនឹងហើយទើបពពួកអមនុស្សទាំងឡាយនោះមិនហ៊ានបៀតបៀនចំពោះបុគ្គលឯណាដែលមានពុទ្ធជាទីពឹងទេមិនមានពពួកអមនុស្សពពួកព្រាយពពួកកន្ធពពពួកយៈមាឯណាមកកាយសាហាវមកបៀតបៀនចំពោះបុគ្គលឯណាដែលយករតនត្រ័យធ្វើជាទីពឹងទេអញ្ចឹងពពួកទេវតាទាំងឡាយតែងប្រាថ្នាជាមួយបុគ្គលដែលយកព្រះរតនត្រ័យធ្វើជាទីពឹងហើយកំឡុងពេលដែលពពួកមាពពួកយៈចាញ់នៅរិទ្ធអំណាចបុណ្យបារមីព្រះពុទ្ធអង្គហើយទើបពពួកទេវតាទាំងឡាយឲ្យពរឲ្យជ័យសពសាធុការនៅក្នុងពេលនោះឯង